ថ្ងៃនេះគឺត្រូវជាថ្ងៃ12រោចចំណូលខែមាឃឆ្នាំរោងពុរសករាជ2568ត្រូវជាថ្ងៃច័ន្ទត្រូវជាថ្ងៃច័ន្ទលើតាលើហើយនឹងត្រូវជាថ្ងៃច័ន្ទទី24ខែកុម្ភៈឆ្នាំ2025ដែលញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបទាំងអស់គ្នាបានជ្រះថ្លាប្រពើកម្មវិធីបុណ្យជាបណ្ឌកិច្ចនិងពិធីបុណ្យតេជតានុប្រទានដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះដុំដួងវិញ្ញាណក្ខន្ធរបស់បាសិកាខាត់ឈុនលៀងដែលគាត់បានទទួលមរណភាពនៅនឹងវេលាម៉ោង 9:00 នាទីព្រឹកនៅថ្ងៃសៅរ៍10រោចខែមាឃពុរសករាជ2568ត្រូវថ្ងៃទី22ខែកុម្ភៈគ្រិស្តសករាជ2025នឹងដែលគាត់បានមរណភាពនៅក្នុងបច្ចុប្បន្នអាយុ80ឆ្នាំដោយរោគគាពាធដែលស្ថិតនៅនឹងភូមិថ្មីឃុំរវៀងស្រុកសំរោងខេត្តតាកែវយ៉ាងនេះនៅពេលវេលាឱកាសនេះខ្ញុំប្រកាសអាត្មាភាពមានទូនាទីដើម្បីសម្ដែងព្រះធម៌ដល់ញាតិញោមពុទ្ធបរិស័ទគ្រប់រូបទាំងអស់គ្នាដែលកំពុងស្ដាប់ធម៌ទេសនានៅនឹងទីនេះនឹងបានជាប្រយោជន៍ដល់ប្រកាសណាប្រគុណម្ចាស់គ្រប់ព្រះអង្គញោមញាតិពុទ្ធបរិស័ទដែលកំពុងតែទស្សនាតាមការ live តាមបណ្ដាញសង្គម Facebook របស់ខ្ញុំប្រគុណអាត្មាភាពនៅក្នុងពេលវេលាឱកាសនេះផងដែរនឹងដោយញោមបាសិកាខាត់ឈុនលៀងអាត្មាស្គាល់គាត់យូរឆ្នាំហើយនឹងស្គាល់គាត់យូរឆ្នាំហ្នឹងដោយគាត់ឧស្សាហ៍ទៅនំជីសូនឹងហើយទៅហើយមិនមែនថាទៅរាប់ឆ្នាំហើយបានទៅទៀតអត់ទេគឺទៅញឹកញាប់នឹងមានកសាងឬក៏មានធ្វើស្អីនៅលើភ្នំជីសូហ្នឹងគាត់មិនដែលចោលទេនឹងញោមបាសិកាខាត់ឈុនលៀងនឹងឯងមិនដែលចោលទេតែងតែខ្វាយខ្វល់យកចិត្តទុកដាក់និងឧបត្ថម្ភដល់ព្រះសង្ឃនៅវត្តភ្នំជីសូនឹងយូរឆ្នាំហើយមិនមែនទេតែនៅថ្មីទេហើយក៏មិនមែនមានតែវត្តភ្នំជីសូដែរមានវត្តស្លារើមវត្តតាពាំងបឹងហើយនិងវត្តប្រាសាទនឹងខ្មៅយើងនឹងផងដែរនឹងគាត់ដើរសាងជាប្រយោជន៍សាងជាកុសលបានច្រើនកាលពីគាត់នៅមានកម្លាំងគាត់អាចដើរកើតគាត់អាចទៅកើតហ្នឹងគឺគាត់បានទៅច្រើនកន្លែងនឹងដើរធ្វើបុណ្យធ្វើកុសលដើម្បីជាទីពឹងជាទីសរណៈស្វែងរកសេចក្តីសុខហ្នឹងដល់ខ្លួនគាត់តែនៅក្នុងពេលវេលាថ្ងៃនេះដោយកម្មជាអកុសលគាត់បានស្លាប់បាត់បង់ជីវិតនឹងលាចោលយើងទាំងអស់គ្នាហើយលានេះมันមានថ្ងៃជួបគ្នាវិញទេនឹងហើយលានេះគឺលារហូតទៅលាកូនលាចៅលាញាតិលាមិត្តនិងអ្នកស្រុកនៅក្នុងភូមិផងរបងគៀនឃ្លាហ្នឹងគឺត្រូវលារហូតហើយគាត់លាទៅនេះក្នុងបច្ចុប្បន្នអាយុហ្នឹង80ឆ្នាំនេះគឺច្រើនណាស់ញាតិញោមនឹងច្រើនហើយអ្នកដែលនៅដល់80ឆ្នាំហ្នឹងមិនដឹងជាមានប្រមាណអ្នកទេប្រហែលជាមិនច្រើនទេញោមដែរនេះនឹងមិនច្រើនទេនឹងញាតិញោមពុទ្ធបរិស័ទដែលខាងក្រោយនេះបានត្រឹមតែ70ជាងអីហ្នឹងយកទៅនឹងច្រើនហើយចំណែកញោមបាសិកាខាត់ឈុនលៀងគឺ80ឆ្នាំហើយនៅកន្លែងកម្មវិធីបុណ្យនេះក៏មានញាតិញោមមានបជនមានអាយុនឹងច្រើនដែរញាតិញោមនៅអង្គុយលើកៅអីហើយញោមទូនសុកនេះក៏អាយុពេញច្រើនដែរនឹងចឹងគាត់ត្រូវស្លាប់បាត់បង់ជីវិតលាចោលជាងទាំងអស់គ្នាហើយការលានេះបើញាតិញោមសម្លឹងមើលទៅតាមសកម្មភាពនៅក្នុងពេលគណៈដែលគាត់ស្លាប់ទៅកូនចៅគ្រប់រូបទាំងអស់គ្នាមិនថាកូនបង្កើតកូនប្រុសកូនស្រីយកចិត្តទុកដាក់នៅក្នុងការប្រារព្ធកម្មវិធីបុណ្យនេះឲ្យកើតទៅជាកុសលកើតទៅជាសេចក្តីល្អសម្រាប់ឧទ្ទិសជូនអ្នកម្ដាយពីព្រោះគាត់ស្លាប់ទៅគាត់មិនបានយកអីទៅនេះទេនឹងអត់មានបានយកទ្រព្យសម្បត្តិមាសប្រាក់ពេជ្រកែវកងអីយកទៅប្រើប្រាស់អីតាមផ្លូវគឺគ្មានទេនឹងចឹងឯងអ្នកដែលស្លាប់ទៅគឺយកទៅបានតែពីរយ៉ាងគត់នឹងកម្មជាកុសលកម្មដែលជាអកុសលបើមានកម្មដែលជាកុសលច្រើនទៅរមែងមានកំណើតកើតនៅឋានមនុស្សឬក៏កើតនៅឋានទេវតាកើតនៅឋានសួគ៌សោយសុខនៅក្នុងទេវលោកអីចឹងទៅអានឹងអ្នកដែលមានបុណ្យអ្នកដែលមានកុសល
តែប្រសិនបើมันមានបុណ្យមានកុសលអីទេស្លាប់ទៅកើតនៅក្នុងកំណើតនៃអបាយភូមិមានកំណើតនរោគមានកំណើតត្រែតនិងដេរឆានអសុរិកាយអីជាដើមក្តីចឹងទៅតែគ្រាន់តែអាត្មាមើលតាមស្ថានភាពជាក់ស្ដែងកាលពីគាត់នៅរស់ដូចជាមិនធ្វើបាបអីផងគាត់មិនទៅប្រព្រឹត្តអំពើដែលជាអកុសលអីផងភាគច្រើនគាត់មានលុយមានកាក់មានទ្រព្យសម្បត្តិអីតិចតួចទៅវត្តនេះញោមញោមទៅវត្តហើយបើតាមគិតទៅអ្នកដែលប្រកែកធ្វើបុណ្យអ្នកដែលប្រកែកសាងកុសលអញ្ចឹងនៅពេលដែលទៀបតែនឹងដាច់ខ្យល់គឺអត់ភ័យទេដោយសារតែគាត់នឹងមានរបស់ជាទីពឹងសម្រាប់ខ្លួនគាត់ហើយគាត់ដឹងខ្លួនគាត់ហើយថានៅពេលដែលស្លាប់ហើយគាត់ដឹងតែគាត់ច្បាស់ជាទៅកន្លែងណាប្រកបហើយអានឹងនៅពេលដែលគាត់ចិត្តស្លាប់អានឹងមានបុណ្យជាទីពឹងណាញាតិញោមតែប្រសិនបើយើងអត់មានបុណ្យជាទីពឹងអត់មានសេចក្តីល្អជាទីពឹងទៀបតែនឹងស្លាប់គឺមនុស្សនឹងភ័យហើយបើកាលណាមនុស្សនឹងភ័យគឺអារម្មណ៍របស់អ្នកនឹងវិលវល់ចេះតែគិតឃើញកន្លែងនេះផងកន្លែងនោះផងបាបដែលខ្លួនធ្លាប់ធ្វើអំពើអាក្រក់ដែលខ្លួនធ្លាប់បានសាងទៅអារម្មណ៍របស់យើងវាវិលវល់ត្រង់កន្លែងហ្នឹងអារម្មណ៍យើងពង្វេងរំលែកអ្នកវត្តសតិទៅកើតនៅក្នុងកំណើតនៃអបាយភូមិអញ្ចឹងចម្រើនពរញាតិញោមទាំងអស់គ្នាសាងបុណ្យសាងកុសលឲ្យបានច្រើនធ្វើសេចក្តីល្អឲ្យបានច្រើនតន់យើងនៅធ្វើកើតកុំចាំដល់ចាស់ចាំធ្វើដល់ពេលចាស់ទៅវាមិនប្រកបថាទំនេរណាញោមញោមដល់ពេលចាស់ទៅញាតិញោមខ្លះនៅតែរវល់បើរឿងចាំទំនេរគឺមិនទំនេរទេរវល់តាំងពីក្មេងរហូតដល់ចាស់នឹងតាំងពីក្មេងរហូតដល់ចាស់ពីក្មេងយើងរវល់អីរវល់សិក្សារៀនសូត្រដល់ពេលរៀនចប់សពគ្រប់ទៅរវល់អីមានប្តីមានប្រពន្ធចិញ្ចឹមកូនចិញ្ចឹមភរិយាចិញ្ចឹមក្រុមគ្រួសារមានពេលវេលាឯណាទំនេរញោមអត់មានទំនេរអញ្ចឹងដល់តែយើងនឹងឆ្លៀតឱកាសនឹងឆ្លៀតឱកាសដូចជាថ្ងៃសិលអីនឹងរូតរះទៅវត្តទៅវាទៅសមាទានសិលសំបំបន្តិចទៅសំបន្តិចទៅយូរវាគង់តែនឹងបានច្រើនវាបីដូចជាដំណក់នៃទឹកថ្នោតញាតិញោមតែវាស្រក់ចេញពីផ្កាថ្នោតមួយដំណក់យូរទៅវាក៏គង់តែនឹងពេញបានមួយកំពង់នឹងបានមួយកំពង់ពីរកំពង់ហើយដំណក់ដែលស្រក់ចូលនៅក្នុងកំពង់ហ្នឹងដំណក់ហ្នឹងគឺមានប្រយោជន៍អ្នកណាក៏គេចូលចិត្តដែរគេយកទៅពិសាទៅវាផ្អែមវាឆ្ងាញ់ចំណែកមនុស្សយើងដូចគ្នាដែរនៅពេលដែលយើងធ្វើជាមនុស្សដែលមានប្រយោជន៍អញ្ចឹងហើយនៅពេលដែលយើងនៅរស់គេស្រឡាញ់ច្រើនគេរាប់អានច្រើនគេចូលចិត្តច្រើនគេចូលចិត្តសាច់គប់មនុស្សទាំងអស់ហ្នឹងពីព្រោះគាត់ហ្នឹងមានរសជាតិផ្អែមហើយផ្អែមហ្នឹងមិនមែនផ្អែមត្រឹមតែដំណក់នៃទឹកត្នោតទេគឺផ្អែមគ្រប់សពបែបយ៉ាងទាំងអស់ផ្អែមតាំងពីកាយវិការផ្អែមតាំងពីពាក្យសម្ដីផ្អែមតាំងពីឥរិយាបថការរស់នៅជាមួយអ្នកស្រុកអ្នកភូមិសង្គមជនបទហ្នឹងគឺត្រូវគ្នាទាំងអស់សាមគ្គីគ្នាទាំងអស់អញ្ចឹងចម្រើនពរញាតិញោមយើងធ្វើជាមនុស្សរបៀបហ្នឹងឲ្យវាមានប្រយោជន៍ពីព្រោះយើងមិនដឹងជាបានកើតជាមនុស្សទៀតអត់ទេនៅពេលដែលយើងស្លាប់ទៅណាញាតិញោមញោមមិនដឹងបានកើតទៀតអត់ទេនៅពេលដែលយើងស្លាប់ទៅបើយើងដឹងថាអញ្ចឹងហើយយើងត្រូវជឿជាក់នៅក្នុងដំណើរនៃពុទ្ធសាសនាសម្បីតែព្រះដែលមានវិភាកព្រះអង្គលោកដៅប្រោសសត្វលោកទាំងអស់ហ្នឹងគ្រប់កន្លែងទាំងអស់មិនប្រកាន់ឬអង្គតកោវណ្ណៈអ្នកមានអ្នកក្រព្រះមហាក្សត្រមន្ត្រីអាមាត្យអីទេឲ្យតែអ្នកណាមាននិស្ស័យដែលព្រះអង្គលោកឲ្យលោកអាចប្រោសបានលោកទៅប្រោសលោកអាចប្រោសបានរបៀបម៉េចថាមនុស្សនឹងនិស្ស័យនិយាយពីរឿងទៀនទៅស្ដាប់ឆាប់យល់លោកប្រោសពីទៀនទៅបើសិនជាមនុស្សនឹងមាននិស្ស័យខាងសិលលោកទៅសំដែងអំពីសិលឲ្យស្ដាប់ទៅសំដែងអំពីសិលឲ្យស្ដាប់ហ្នឹងហើយប្រាប់អំពីអត្ថប្រយោជន៍សិល5នៅពេលដែលបានសម្លាប់សត្វវាមានប្រយោជន៍របៀបម៉េចអ្នកនឹងអាយុវែងដែលញោមបាសិកាខាត់ឈុនលៀងអញ្ចឹង80ញាតិញោមគាត់តែខ្លីមែនញាតិញោម80ហ្នឹងវែងណាស់ញោមលឺលោកទេហ្នឹងមិនដឹងបានចិត្តអត់ហ្នឹងលោកទេហ្នឹងនឹងគាត់ហ្នឹង80ហ្នឹងច្រើនហើយ80ច្រើនហ្នឹងមិនមែន80អត់ប្រយោជន៍ទេ80ច្រើនហ្នឹងគឺសម្រាប់បានកូនចៅទាំងអស់គ្នាឯណេះបំរើយកចិត្តទុកដាក់បាយទឹកសម្លនំចំណីធ្វើសេចក្តីល្អជាមួយម៉ែហ្នឹងបានបុណ្យច្រើនហ្នឹងគាត់អញ្ចឹងជួយយោងគ្នាអញ្ចឹងញោមហើយដល់ទៅពេលព្រះអង្គជាម្ចាស់លោកសំដែងប្រាប់អំពីបាណាថាមិនសម្លាប់សត្វវាល្អត្រង់ម៉េចមិនសម្លាប់សត្វមិនបៀតបៀនសត្វអ្នកហ្នឹងមិនមានបុគ្គលដែលជាមកនេះបុគ្គលដែលមកថ្មេះតេះដៀលយើងច្រើនដែលជាមានៅជុំវិញយើងក៏អត់មានទេហើយអ្នកហ្នឹងអាយុវែងទៅទៀតអ្នកដែលមិនសម្លាប់សត្វហើយមិនលួចទ្រព្យសម្បត្តិគេព្រះអង្គលោកសំដែងប្រាប់ថាមិនលួចទ្រព្យសម្បត្តិគេទ្រព្យសម្បត្តិយើងចង់ទុកប្រហែលយ៉ាងណាក៏ដោយក៏គេអត់ចូលដែរញាតិញោមមិនបាច់ចាក់សោមមិនបាច់ទុកក្នុងហាប់អីដាក់ក្នុងទូអី2 3ជាន់គេឃើញគេអត់លួចមកអាហ្នឹងដោយអំណាចនៃអានិសង្សបុណ្យកុសលនឹងឯងដែលយើងមិនបានទៅប៉ះពាល់របស់គេក៏មិនមកប៉ះពាល់របស់យើងដែរ
និយាយពាក្យសម្ដីព្រោះអែមលហែមមុសាមិនចេះកុហកមិនចេះបោកប្រាស់នឹងកាមេមិនប្រព្រឹត្តខុសក្នុងកាមប្រពន្ធកូនចៅអ្នកដតីអីជាដើមក្តីអញ្ចឹងទៅឬក៏មិនក្រេបគ្រឿងសវឹងមិនក្រេបគ្រឿងសវឹងគឺអត់ពងវែងមែនទេញាតិញោមនឹងអត់ពងវែងអត់ផន់ភាំងស្មារតីទេអានឹងចម្រើនពលញាតិញោមថានៅពេលដែលយើងមានដង្ហើមដកចេញដកចូលនៅកើតកាយវិការយើងអាចនៅប្រព្រឹត្តបំរើទៅកើតយើងធ្វើសេចក្តីល្អកន្លែងនឹងឲ្យទៅឬអត់ញាតិញោមនឹងពីព្រោះព្រះតមានពភាព្រះអង្គលោកសំដែងអំពីអផនហបច្ចវេកណៈធរនឹង5យ៉ាងនឹងតែព្រះអង្គលោកសំដែងសម្រាប់ឲ្យសត្វលោកនឹងពិចារណាក្នុងរូបរាងកាយរបស់យើងដែលយើងកំពុងតែមាននេះនឹងព្រះអង្គលោកសំដែងអំពីអផនហបច្ចវេកណៈធរ5យ៉ាងត្រង់ចំណុចទី1ព្រះអង្គលោកសំដែងតែចរិយាធម្មោមហិនិងចរិយាធម្មោមហិនេះបានន័យថាអាត្មាអញគឺតែងតែមានចរិយាចាក់រំគ្រាត្រុតត្រងជារឿងធម្មតាកិច្ចអត់រួចទេញាតិញោមមានញាតិញោមណាកិច្ចពិចាររួចទេកិច្ចរួចទេញាតិញោមកិច្ចអត់រួចទេនឹងកិច្ចពិចាររួចខ្លាយតែយើងស្លាប់ពីក្មេងទៅអាហ្នឹងបានយើងកិច្ចពីភាពចាស់នឹងកើតអញ្ចឹងភាពចាស់ចរិយាភាពទ្រុឌទ្រោមភាពវេទនាទាំងអស់ហ្នឹងគឺនៅមានទាំងអស់គ្នាហ្នឹងអត់មានពីណាកិច្ចទៅបានទេហើយដល់ទៅពេលចាស់ទៅអត់សំណុកទេពិបាកណាស់ញោមអើញាតិញោមដល់ទៅពេលយើងចាស់យើងចរិយាទៅអត់សំណុកទេពិបាកណាស់ពិបាកតាំងពីការដើរហើរធ្វើដំណើរទៅទីចិត្តទីឆ្ងាយយើងដើរមិនកើតចុកដៃចុកជើងភ្នែកទៅស្វាំងមើលអីមិនឃើញពិបាកអីសំណុកញាតិញោមនឹងអត់សំណុកទេពិបាកហ្នឹងអញ្ចឹងព្រះអង្គលោកសំដែងទៅតន់នៃរូបរាងកាយយើងរឹងមាំយើងធ្វើឲ្យហើយកុំបាច់ដល់ទៅពេលចាស់ហើយបានយើងដឹងខ្លួនយើងភ្ញាក់សតិរលឹកតែចង់ធ្វើវាពិបាកធ្វើហើយមនុស្សដែលចាស់ទៅហើយខួរក្បាលហ្នឹងគឺអត់ងាយចាំទេអត់ងាយចាំទេញាតិញោមអញ្ជើញញាតិញោមយកសភៅមកក្បាលមកកហិបដិបត្តិអីថ្វាយអង្គមយកមកក្បាលមកយកមករៀនសុំជូនមគ្គផលមកមេហ្នឹងមកចាំមើលរៀនប្រហែលខែចេះរៀនអត់ចេះទេខួរក្បាលចាស់វាលោកឡំច្រើនពេកវាមិនបរិសុទ្ធណាញាតិញោមអញ្ចឹងទោះបីជារៀនសុំជូនមគ្គផលយ៉ាងកេញមកមេ2មេហ្នឹង2 3ខែហ្នឹងមិនដឹងចេះអត់ផងនឹងចេះអត់ផងសូមតែពាក្យថាអនុមោទនាហ្នឹងហាមត្រូវផងញាតិញោមខ្លះអនុមោទនាហាមត្រូវផងញាតិញោមមែនទេសូមឯសាធុហ្នឹងហាមត្រូវផងហើយទៅរកឯណាកើតញាតិញោមអញ្ចឹងចម្រើនពលញាតិញោមព្រះអង្គលោកសំដែងថាយើងមិនអាចប្រឡងភាពចាស់ចរិយាបានទេនៅពេលដែលយើងដល់ភាពចាស់ចរិយាយើងមានទុក្ខលំបាកកាន់តែខ្លាំងទៅពីព្រោះយើងចង់បញ្ជាអ្វីតាមចិត្តដែលយើងចង់ធ្វើវាធ្វើអត់កើតញាតិញោមតែឧទាហរណ៍ថានៅផ្ទះយើងមានតុឬក៏មានរបស់របរប្រើប្រាស់អីធ្ងន់នៅពីមុខផ្ទះចង់លើកយកទៅដាក់ក្នុងផ្ទះបើកម្លាំងយើងវាលើកអត់រួចញាតិញោមកម្លាំងយើងស្ទង់កន្លែងហ្នឹងយើងដឹងខ្លួនឯងហើយញាតិញោមចុកសោយទាំងអស់អត់មានអីនៅខ្លាំងទៀតទេឬអត់ញោមចឹងបាទអាត្មាប្រាប់ថាចេះធ្វើរាងកាយហ្នឹងឲ្យវាមានប្រយោជន៍ដូចជាមានអីញាតិញោមពុទ្ធបរិស័ទអ្នកស្រុកអ្នកភូមិអីគាត់ជួបទុកជួបលំបាកមានគេស្លាប់អីចឹងទៅមកចូលរួមលេខទុកជាមួយគ្នាមកក៏មកញាតិញោមខ្លះចង់ស្លាប់3យប់4ថ្ងៃក៏ដោយអត់ធ្វើដឹងធ្វើលឺមកចូលរួមលេខទុកជាមួយគ្នាមកញាតិញោមមែនទេញោមដល់ទៅពេលញាតិញោមមកអញ្ចឹងទៅអ្នកកូនចៅទាំងអស់គ្នាងាកកលេទៅឃើញលោកអ៊ំលោកក៏មកមិនបាញ់មិនឃើញលោកមេឃុំក៏លោកមកយើងអារម្មណ៍របស់យើងវារឿងស្រាលបន្តិចដែរតែដល់ទៅពេលអាជួបទុកអញ្ចឹងហើយអ្នកចិត្តខាងខ្លះទៅជាស្អប់ទៅជាខ្ពើមគ្នាទៅស្អប់ខ្ពើមទៅអីបើទីបំផុតទៅស្លាប់ដូចគ្នាទៅឆ្លោះគ្នាទៅអីញោមមែនទេទៅចង់ឈ្នះបានអីមកវិញញោមញោមឈ្នះបានអីមកវិញបើថាដឹងចង់ឈ្នះត្រឹមតឡាការសម្រាប់តែឲ្យឈ្នះប៉ុន្តែអ្នកហ្នឹងឈ្នះរហូតអត់អ្នកហ្នឹងជាងាប់អត់ដែរហ្នឹងអ្នកហ្នឹងជាដាច់ចោលដែរអញ្ចឹងកុំទៅធ្វើមនុស្សរបៀបហ្នឹងញោមកុំទៅធ្វើមនុស្សរបៀបហ្នឹងអាហ្នឹងត្រង់ចំណុចទី1ញាតិញោមទាំងអស់គ្នាតែងតែជួបនៅភាពចាស់ចរិយាទ្រុឌទ្រោមក្រំគ្រាដូចគ្នាទាំងអស់អត់អាចកិច្ចរួចទេឥឡូវញាតិញោមមើលទៅញាតិញោមមើលមុខខ្លួនឯងមើលកាលពីមុនមុខស្អាតសគួរស្រឡាញ់តែឥឡូវមុខជាំអស់ពណ៌ផតចូលក្នុងអស់ភ្នែកខូងអស់សក់សអស់ខ្មិញបាក់អស់ញោមមានតែអង្គុយប៉ុណ្ណឹងតែ1ម៉ោង2ម៉ោងងើបលេងរួចទៅហ្នឹងចុកដៃចុកជើងដូចញោមស្រីប៉ុណ្ណឹងញាតិញោមអង្គុយតែយូរប៉ុន្តែ1ម៉ោងដូរទៅមកដូរទៅដូរមកដូរទៅដូរមកឥឡូវវាគេមិនទៅបត់ដៃបត់ជើងទេគេអង្គុយតែកៅអីទេញោមហើយដល់ទៅពេលវាយើងទ្រាំអសភាវៈសេចក្តីទុកហ្នឹងមិនបានទៅអារម្មណ៍របស់យើងហ្នឹងក៏វាបែកតាមហ្នឹងដែរចុកជើងដល់ពេលចុកជើងវាដាច់បាត់ក្នុងគណៈហ្នឹងញាតិញោមដាច់មួយគណៈហ្នឹងគឺមួយផ្លែតអញ្ចឹងស្ដាប់ធម៌ទេសនានេះមិនមែនតែចាំបាច់ដល់បត់ជើងទេអង្គុយកៅអីដូចញោមចុះក៏បានពេនភ្នែនក៏បានប៉ុនអាត្មានិយាយចំតែគាត់ថាវាជាអិរិយាបថមួយដែលវាតំណងទៅមើលទៅវាស្អាតអ្នកខ្លះគេថាស្ដាប់ធម៌ទេសនាពេនភ្នែនឆ្លើយមិនឆ្លើយទេ
bờ kia bọt mình cao ở kia bọt mấy nhổm pen phần nền cá pen nên tôi nhổm ọt bạc thì sầm khăn dương ọt bả dương mình bả để ná nhiệt nhổm bên bả để ai đập lúc đòn cùi chắc mình đập lôi ọt thế nhổm dương đập tam ca ra cài bị ca thì dương ai trao tới bàn xuống dương trao từ ai bị dương đâu tròn chẳng đó là bị chứ rốt nó bị chư tinh ngày nó chư tích ai nó chư tích tiền bọt chư ngày nó chư tích ai đang bọt tiết chư tích to nghĩa là du việc tàu chỉ rom việc tàu tam pon tàu say tàu việc con vô mình đấy ở trong khó mình bên che tại đặt ha để nó nhúng trong cho cái đập ban trong đây cái đập ban đây đập ban mấy thì con chả lâu khi ngoạp chương nằm hiên ba đã đang on mấy oi cùi oi show đấy thầm chỉ cái từ cái mấy nè ở nhìn chúng ta khơi lục số ho lục tê na oi nè ơi tại pika đập đấy để số ho bay buồn dục chẳng hay tê naมันqua sầm én như mình này sầm én tao miền được ấy ấy bắt đầu lục nâng bậc can để sầm ra hay tê na ở té mạch môn tầng tao muốn lục na để tê mà lục na để những lối mạch môn để nhiệt nhung năng chân chấm coi nhiệt nhung rương tầng on năng việt thấu miền chân năng đôi miền tầng on chân dương bị tràn nè trong mấy tí pí và ông chỉ một trăm lô sầm tan là chia thì thò mồm mà hi năng nhiệt nhôm tầng óc niết tay tiền miền chủng ngư chư chắp nhiệt nhôm tầng óc niết năng sốt ta miền chủng ngư miền rô miền ca chư chắp năng đôi niết tầng óc miền nhiệt nhôm nào tay chư đến lực đầy mũi mà nhiệt nhôm miền đấy óc miền tây nhôm miền này óc miền tây nhiệt nhôm là mình bên chư ta một cái nhiệt nhôm là chư đó là tao pi mốc bay mốc nhôm là chư chỉ cái phong nhôm là miền pa nhà tầm rong đôm phong nhôm là khôi cửa pet phong nhôm làm miền rục không làm phong miền ta có nhiệt nhôm làm miền pa nhà không của miền phong này bởi dương để gì ta bờ sân chị đo bay đo ấy chơi nhỏ mưa không luôn một nó cọ mưa mỏng ấy việc tôi ốc miền tầm nón cho thằng ham đo trái thằng nhôm pháp trái thằng việc tôi phơi mới tới tìm nó ốc chu mấy nhôm này nè ban nó bằng rụp liên cài bao dương bằng nó bị mưa ốc khơi tại bờ sân chị khơi bờ cụ pet có đăng ấy cụ pet có đăng bờ tam bắt tao vô ta bay trên ai tục ta ăn cho là đang hay đường không mơ ta ót miên ấy nó này ót miên ấy tầm nông ruột du bóng vô chẳng ba chấm mơ coi nhiệt nhôm miên chấm ngư chư chỉ đường thò mà ta tê tại bên chư hai dương chia ba được cái nhôm còn mà chư hai ót chia ba còn chư hai nấu mai nấu gì nâng ấy bây giờ không rô ban tôi hay bây chư mình mưa rô tại anh nhìn nhôm không rô lui hơi bờ hay mình hốt rô tại hốt ở chân anh tích tới toàn hộp cá đó là pi cha hộp ọt cá nó tăng ai chứ ai cũng sọt hộp cái tiêu cá hộp ở hai tấm hộp sạch cô cá hộp ở hai tấm nó hộp tập bồn tia mà ngay hộp tập bồn tia đó là pi hộp lên cá tăng chứ ai chụp nè chứ lưỡi cái nhung hộp bắc còn khoa hộp mà mom trong chi về tân tri bắc luôn anh ở rô lắm còn mặt phơi ca mà khai ban rọp con đợt la phơi ca mà ngay ban lui mà dập thân đó là bây giờ bơ năng hộp bài nhiệt vô máy nhiệt ấy cha ca khát nan tít mũi nhôm mặt lọt khơi nhật mặt từ tiền nhôm nơi bờ đây ấy cái nơi lâu trong ca đâu không bờ đây nông ca lao bờ đây hôm như kia bờ đây là miên đó bờ đây đã miên rồi miên ấy như nhật mà từ châu lính đầu bờ lọt mấy đợt tàu tục tất khơi nàng bái đuổi bao kỳ mừng ngõ ba mừng đỏ ấy lan chi mai âu lan nó nhiều mưa lan tranh toán hết tranh nhá còn là cái lúc cái hộp bài càng cao mình đăng cái nó nhôm lưỡi cái lúc càng không còn là nè ra này cái hộp ấy mình đăng ấy còn là nhiệt nhôm còn bài tập ham ấy bởi trong luôn miền trong rồi du miền sau có việc là tranh trăm luôn ai sẽ lanh luôn ai đó ấy nơi chụp xa chứ luôn đấy trong tranh thò máng của tập ba đấy nhôm lưỡi đấy nhôm xa vậy trọc nâng mục xa vậy trọc đấy nhôm mấy mẹ xa vậy trọc thì nhiệt nhôm màu thì nôm pin nhôm pro hết mà đừng tay khơi còn bong kia là ngày phần nôm pin đó ấy đang nôm pin nộp tiền ta bong sấy đang nộp tiền ta bong sấy kéo cái nắng quạt nộp nôm pin tay khơi thế nhưng mà tay khơi tầm khơi ngay năng tiền đừng bởi nhôm khát xuân tiếng là mà khơi du nam hay phải chỗ đọt nam phải nam mà vâng khơi nhiều hột mình chơi ấy từ ba chặt ấy chờ là năng chồng nói tivi năng kêu tay tìm biên chồng ngư chư đừng cắt chư chạp năng chữ hướng thầm mặt ta nó nhìn giống là ngay dương dương bị cha là na rút liên cài bao dương không phải rút dương trâu chư hơi tao dương tôi bị mấy cà pi ở biên phải giỏi cầm ao bị chư nhung chư tao pe lười ấy ắt má chư đây nè ai rô ắt má ắt bà mưa thì rô ắt má lười tại chiêm mốc ấy
ngày đi bật năm pet ắt năm tôi mà cọp tôi nhôm cọp nhào màu pi tách xa nhào mà khai nhào màu buồn tẻm đồng mà khai nhào mà buồn tẻm đồng nhào màu lì bỏ khai đằng lì bỏ ngay đấy bị lâm năng cứ lì còn là sầm nang mà nước để lương chia mất đua pi đong ngóp cứ lục nồng sâu nó ngay nghĩ tới nhôm mét nè đua bốc lạnh bong bị chụp vào sát đây bằng bơ này nàyไอ้อดงอปะnhìn vô hành ngư lừa chiếm à nhưng mà nó bon bon lúc đấy nè bon lúc thưa bon nhật đấy men thấy bùa hơi bùa kia bùa bon đó là luôn anh ọt bùa bon đang ở bị màu tống men thế nhung ọt mà bùa bon chỉ môi cha ti to cro cha ọt liền nhiệt nhung bị ca tay bị ca chương bị ca này ọt mà bùa bon chỉ môi con hột à còn là bùa bon vì mìnhจะthông tao mấy chứ dừng tinh cả ao mà gặp lê chun qua tao biên lôi cắt pi bị mơ lên tao đào tiền na tập bon đầu tiên cái kiến chứ trai tại ai mày sốc như men này nhung trai tại ai mày cờ lục nâng tự che chui lên sạch đây tục đá đôi chỉ miền bon sọp ấy một bò sạt miền tống nhưng đau chui cái niệm không ăn đào che tận ná đây để châu luôn đào che tận ná lên tục chỉ môi cái niệm đang chỉ mà coi nhiệt nhung trong chấm nói tí chấm nói tí bay mà là nát thò mồm ấy dương từ ọt đi đang cứ trâu để snap đây mà đang slap ngày nào tê lưỡi nhiệt nhung ngày đang chuột chung cái niệm ai lắng mình phải có ta chuột niệm tiệt nè mình đặt cầm ní đấy bỏ lúc sầm này chẳng đấy nhung chỉ vật dương mình tiếng tài tiếng đang đầy snap tài snap mình đang chỉ snap ngày nào tê hay na tê na tê snap nữa mình đang chỉ snap đâu tam lâu rồi cái snap đâu không tức snap đâu lướt đào chưa snap lướt tiếc cái ọt đằng nhung thì pro dương chỉ vật thôi chốn dương ọt ai đôi vật phốt thế vật phốt lục đăng cướp sao bài trang từng ọt bị triệt môn máu bị triệt môn của ong lục cao chỉ ấy lục đăng luồn lôm đó là bên ba chập bò này lục cao chỉ ấy là na cốt cao chỉ ấy cứ lục đăng ở tây tắc ba chập bò là na cốt cứ lục đăng từng ọt tại chừng này dương cục nia ọt đăng ấy thế vật thôi chốn thọ mà đa thế chẳng chừng mà coi nhiệt nhôm từng ọt nia dương từng ọt nia nước tay chừng viên sực đầy snap chỉ riêng thọ mà đa trong nói môi tiết của ông chỉ mà cha lúc sừng tay là sáp pe hay mấy pe chơi hay dương từng ọt nia viên sực đầy prot trắc cục nia từng ọt nè na có prot đà lâu dương bắp mà đai muối như nhôm men đấy nhôm bắp mà đai tới ọt mà đai miên tại mua miên tại rụng thọ đây sầm rập hao từ bắp pan đăng thế con tay tôi bây chỉ con snap tới cả bật mến prot ta cho dương cả bật mến prot praនេះមិនមែន prot pra ដោយអកុសលទេ prot pra ដោយកុសលជីវិតមនុស្សវាត្រូវស្លាប់អញ្ចឹង prot pra ដោយកុសលបានទេតាគាត់ស្លាប់ទៅក៏ពិតមែនតែកូនចៅយកចិត្តធ្វើទុកដាក់ធ្វើបន់ជូនគាត់ធ្វើបន់អញ្ចឹងមកមាននិមន្តប្រសង់ចម្រើនព្រះបរិត្តសោតមុនមកសំដែងធម៌ទេសនាមកមានធ្វើធម្មទានខ្លះអាមិសទានខ្លះទៅធម្មទាននិមន្តលោកទេសនាទៅអាមិសទានញោមបរិច្ចាគនឹងបរិច្ចាគទានហ្នឹងគឺប្រគេនដល់សមណៈអ្នកបួសមកហើយញាតិញោមដឹងកិច្ចខ្លួនឯងជាម្ចាស់បន់ជាម្ចាស់ផ្ទះទៅធ្វើរបៀបម៉េចដើម្បីឲ្យបានបន់ដល់ម៉ែយើងញាតិញោមយើងធ្វើផ្ទាល់ដៃទៅកុំទៅប្រើគេញោមព្រោះយើងធំតែមិនមែនចេះធ្វើទេញោមមែនទេញោមទៅខ្លាចអីគ្រាន់តែប្រគេនចង្ហាន់ប្រសង់គ្រាន់តែសុំសិលញាតិនេះប្របាក់បត់ដៃបត់ជើងប្រគេនលោកទៅឲ្យឧទ្ទិសមគ្គផលជូនម៉ែខ្ញុំទៅអៀនមាត់ទៅអីម៉ែរបស់យើងសោះហ្នឹងថាឲ្យលឺទៅក៏ខ្មាស់លោកលឺអត់ញោមកូននឹងបាច់ខ្មាស់លោកអីទេអាហ្នឹងជាបន់ជាកសលរបស់យើងទេនឹងកុំទៅគិតអីរឿងផ្ដេសដែរសោះនឹងចម្រើនពរញាតិញោមថាជីវិតរបស់យើងនឹងគឺតែងតែមានការប្រត់ប្រាស់រៀនចាក់ឋានចោលគ្នាទៅវិញទៅមកគឺជារឿងធម្មតាទី5ព្រះអង្គលោកសម្ដែងថាកម្មសកោមហិសត្វលោកទាំងអស់គ្នានឹងគឺមានកម្មជារបស់ខ្លួនយើងគ្រប់គ្នានឹងគឺមានកម្មជារបស់ខ្លួនដូចគ្នាទាំងអស់មានកម្មល្អខ្លះកម្មអាក្រក់ខ្លះទៅបើមានកម្មល្អកើតមកមានក្រុមគ្រួសារពូជពងវងតកូលគេធូធារស់នៅសុខស្រួលអញ្ចឹងទៅអាហ្នឹងកម្មគេល្អដែលគេសាងអំពីអតីតជាតិមកកើតជាតិហ្នឹងវាល្អអញ្ចឹងញាតិញោមខ្លះកម្មដែលកើតមកមានកម្មដែលកម្មជាអកុសលកើតមកនិយាយដឹងតែពីឈឺដឹងតែពីឆ្លោះគ្នាដឹងតែពីទុកញាតិញោមដែលឃើញហ៎នៅម្ដុំយើងមានគ្រួសារខ្លះពូជពងតកូលខ្លះកើតមកគឺវេទនាហ្មងចាំតែពីសុំគេចាំតែបំរើគេកើតមកអញ្ចឹងបានចម្រើនពរញាតិញោមថាយល់ល្អមនុស្សយើងដែលកើតមកនៅក្នុងសង្គមសពថ្ងៃនេះគួរតែចេះណែនាំបញ្យលរៀបចំជីវិតនឹងឲ្យវាមានប្រយោជន៍ឲ្យមានពន្លឺកុំឲ្យបំរើគេយូរឆ្នាំពេកញាតិញោមលឺហ៎ញោមកុំឲ្យបំរើគេយូរឆ្នាំពេកអញ្ចឹងបានអាបើអាត្មាទេសនាអារឿងហ្នឹងវាចេះតែប៉ះពាល់ក្មេងៗគេចេះខឹងអីដូចភ្លើងឆេះភ្នំអីគេថាមកពីលោកហ្នឹងមាត់ខូចពេកបាទគេដុតទៅបែបគាត់និយាយលេងហ្នឹងញោមគាត់និយាយលេងហ្នឹងហើយភ្នំយេសូនេះមួយឆ្នាំឆេះយ៉ាងអន់ក៏5ដងដែរញោមប៉ុន្តែតូចធំមិនដឹងទេពេលយប់មិញនេះឆេះនៅអាភ្នំតូចខាងជើងនិយាយពីវាមានអ្នកកសែតអ្នកអីគេបរោះគេអីបរោះតាហ្នឹងមកមិនទៅខ្វល់ទេញាតិញោមលឺហ៎
nâng ngay có họ tơ mình ta ham ta khoai đi tình gì mình giấy phần tình gì còn oi bị hụt rung đen nâng gì ở việc bật ở việc bật cọt rươn nâng hai nâng việc cao việc mất dương gì ở bật bật cọt tam hai ca nâng từ nâng mình ta khỏi thì mà ngay nên nhôm tăng bị bật đau thầm mò nâng thì tê là họ tê xua ta phải rước lương chạy ở nhiệt nhôm nơi Massachusetts có thà khơi để con khơi kịp họ ai kế nôm sâu tránh kịp họ có tới chứ năng miên chịu thu điện đắng cái này khơi nông chịu thu thì thằng nhôm cho lo mấy xe nội Ukraine xe nội Russia đó đấy tạm bật mền tê nhiệt nhôm con chào quạt nhà oi tê của nhiệt nhôm mặc crom để quạt nơi Massachusettsហ្នឹងគឺគាត់រាប់អានអាត្មានំសូនឹងឯងយូរឆ្នាំហើយនឹងគាត់រាប់អានទេនៅភ្នំពេញដល់គ្រប់ខេត្តទាំងអស់ជាពិសេសប្រសងដែលនៅលើភ្នំព្រះអង្គភ្នំប្រសិទ្ធក៏ទេមកព្រះអង្គភ្នំអីភ្នំច្បាប់ក៏ទេមកដែរសັບភ្នំខ្ញុំភ្នំទេរកភ្នំលោកភ័យតែកណាខ្លាចតែឆេះដែរគាត់ហើយលោកដូចឆេះយើងទៅបលត់មិនដូចឆេះភ្នំសូនមកទៅបលត់មិនឡានឡើងមិនរួយបើសិនជានៅអាមេរិកអីប្រហែលអាមេរិកបលត់អត់ដល់ទៅភ្លើព្រៃគេបច្រើនទៅព្រៃយើងឯងព្រៃយើងអីព្រៃអាស័យបន្តិចយោខ្វល់ច្រើនគេសំមានជនហោះបលត់ញោមហើយយើងតែឆេះតិចដែរលឺឯងញាតិញោមតែឆេះអស់ហើយនឹងអញ្ចឹងចម្រើនពរញាតិញោមសំដែងអំពីការពិចារណានៅជីវិតរបស់យើងឲ្យយើងនឹងកុំភ្លាំងផ្លត់កុំភ្លេចស្មារតីអសោះនៅញាតិញោមកុំវង្វេងពីព្រោះយើងគ្រប់គ្នានឹងត្រូវតែជួបពិចារណាទៅទុកខាងអនិច្ចំអនត្តាតែមុននឹងយើងស្លាប់ទៅយើងធ្វើសេចក្តីល្អនឹងឲ្យបានច្រើនទៅណាញាតិញោមជាពិសេសញោមប្រុសញោមស្រីស្អែកកម្មវិធីបុណ្យទីមិនទាន់ចប់ទេដូចជាស្អែកនៅមានព្រះអង្គគ្រូផាន់ឧទ្ទិសទេទៀតហ្នឹងហើយលោកអម្ចាស់ថាមុនព្រះអង្គគ្រូជួនកាកដាតែក៏មុនលោកអីញោមឲ្យក្អកចង់ជ្រុះស្លើមហ្នឹងកិច្ចអត់ហ៊ានជួបគេទេក្អកចង់ជ្រុះស្លើមហើយមុខឡើងខ្មៅអែទៀតពៀតឲ្យព្រឹកមិញហ្នឹងទៅបញ្ចុះបឋមសាលាធ្វើលបងសាលាធម្មសិក្សាតាពាំងតបែកហើយខាងសាលាគេហ្នឹងមានសាលារៀនតែអត់មានលបងហើយលោកគ្រូសែនសរិនលោកធ្លាប់រៀននៅហ្នឹងចឹងទៅធ្វើនៅហ្នឹងទៅប្រហែលជា490ម៉ែត្រពីច្រើននេះដូច400 500តែអាត្មាផ្លេចហ្នឹងពី591ម៉ែត្រពី491ម៉ែត្រនេះធ្វើលបងសាលារៀនហើយគ្រូសែនសរិនលោកធ្វើខ្លោងទ្វារឲ្យមួយទៀតអត់សមតែលោកតែធ្វើឲ្យហ្មងទៅខ្លាចក្មេងរកសាលាអត់ឃើញនឹងគ្រូសែនសរិនតែលោកមិននៅស្រុកខ្មែរទេលោកនៅអាមេរិកហ៎នឹងធ្វើអាត្មាហ្នឹងក៏ទៅចូលរួមមួយគ្នាតែប៉ុន្តែមិនបានច្រើនទេយ៉ាងច្រើនបានមកប្រឡោះអីនិយាយទៅឧទ្ទិសជូនញោមប្រុសញោមស្រីអាត្មាស្លាប់ទៅបានដល់ធ្វើបានច្រើនតែញោមដូចវងគុកអាត្មាធ្វើមកប្លង់ដែរដាក់អត់ឲ្យដាក់ឈ្មោះអាត្មាដាក់ឈ្មោះញោមអាត្មាចុះនឹងដាក់ឈ្មោះញោមមកព្រោះអាត្មាបានចេញមកបានភាសាគាត់ពីរនាក់ហ្នឹងទេចឹងអត់ទៅដើមទាអីចង់បានអីទាំងអស់ញាតិញោមមែនទេឲ្យគាត់ទៅប៉ុន្តែធ្វើម៉េចគាត់អាយុខ្លីគាត់ស្លាប់នឹងគាត់ស្លាប់ហើយញាតិញោមតាមពិតសំណាងយាតមកឆ្ងាយញោមប្រុសញោមស្រីអាត្មាស្លាប់ក្មេងៗទេនឹងក្មេងៗឲ្យមកទោសបើយើងនិយាយទៅថាវេទនាណាញោមវេទនារស់ស្អីកូន8នាក់មានបាយណាកូនស៊ីហើយកើតបក់មុនក្រចង់ងាប់ហ្នឹងជីវិតអ្នកយកកន្លោះដើរដូរអង្គញោមតែមានដែរបានត្រូវមកកូនបាវមកដួសបាយមកបាយចែកគ្នាមួយចានហើយបើមានត្រីដាក់មួយដូចថ្វាយអ្នកតាអញ្ចឹងឲ្យកូនស៊ីយកធ្វើអត់ធ្វើមិនញាតិញោមមែនទេប៉ុន្តែអរគុណគាត់ដែរមិនបន្ទោសគាត់ទេអានឹងជីវិតវាអត់ដូចគ្នាទេមិនមែនដូចខ្ញុំលៀងខ្ញុំអីទេខ្ញុំលៀងបានកូនចៅឲ្យមកសុទ្ធតែធ្វើគ្រូពេទ្យធ្វើអីធ្វើការងារនេះការងារនោះអានឹងសំណាងរបស់គាត់ទេញោមមែនទេញោមប៉ុន្តែហ្នឹងគាត់បដៅកូនគាត់បានល្អហើយឲ្យកូនគាត់មានអនាគតហើយដល់ទៅពេលកូនគាត់មានអនាគតកូនរបស់ញោមក៏មានអនាគតដែរវាមិនដែលទៅធ្វើសំណងទេញោមមែនទេញោមប្រុសនឹងកូនញោមអត់ធ្វើសំណងទេបើធ្វើមេការធំហ្នឹងខាងវិស្វករហ្នឹងធ្វើឃើញម៉ែឪគេបដៅកូនអប់រំកូនមកបានកូនគេល្អអញ្ចឹងដល់តែកូនល្អកូនរបស់ញោមទាំងអស់គ្នាក៏ល្អតគ្នារហូតដល់តែពេលយើងអប់រំកូនអត់បានល្អកូននឹងធ្វើសំណងកូននឹងធ្វើជើងកាំងដល់តែពេលវាមានប្រពន្ធអាកូនរបស់វានឹងក៏នៅតែធ្វើចឹងដែរវាអត់មានលទ្ធភាពឲ្យរៀនឲ្យសូត្រអត់មានលទ្ធភាពនៅក្នុងការទូមានអប់រំអត់មានទេចឹងញាតិញោមមើលណាញោមលឺហ៎ញោមនឹងមើលជាយាមបន្តិចទៅញាតិញោមដែលមានកូនចៅក្មេងៗនឹងអប់រំមកបានច្រើនប៉ុន្តែឥឡូវហ្នឹងពិបាកដែរម៉ែអូទៅអប់រំកូនខ្លាំងពេកហ្នឹងគេវាយអត់ស្គាល់ម៉ែតែឥឡូវហ្នឹងកូនហ្នឹងមានណាញាតិញោមលឺហ៎ហើយចឹងម៉ាក់អាត្មានិយាយថារឿងកូនណាដែលអត់ប្រយោជន៍កូនខ្លះទៅម៉ែឪខំប្រឹងរកហត់ចង់ងាប់លោកអើយតម្រាំបាន10000 20000បែកញើសហូរក៏ខ្លះវាឆ្លៀតមកសុំវាមកសម្លុតម៉ែយកលុយយកកាក់ហ្នឹងយកទៅប្រព្រឹត្តអំពើផ្ដេសដាស់អាហ្នឹងកម្មរបស់ញោមញោមលឺហ៎ហើយកម្មរបស់ញោមមានបនត្រឹមតែកើតមកជំនួសតែទទួលនៅផលកម្មទាំងអស់ហ្នឹងព្រោះផលកម្មទាំងអស់ហ្នឹងហើយខកអត់ខ្វះទេញាតិញោមតែពិបាកនោះអាត្មាជឿហើយញាតិញោមខ្លះកូនចៅគេខ្លះអូយគេស្រួលហើយញាតិញោមម៉ែឪគេចាស់ក៏ពិតមែនតែអត់មានពិបាកទេគេជួលគេឲ្យគេបានតែគេឲ្យអ្នកបម្រើគេឬក៏
សាច់ញាតិគេម្នាក់អញ្ចឹងទៅបើកឡានដើរទៅលេងមានញាតិញោមនៅភ្នំពេញមានមួយដែរតែញោមនោះដើរអត់រួចទេតែគេមានប៉ុន្តែគាត់សង្ស័យព្រះអង្គរៈបែរមិនមែនតូចដែរទេបងហ្នឹងអើយមួយខែទៅម្ដងទៅពីរដងទៅភ្នំសោងហើយឡានគេទំនើបណាស់ញោមទំនើបតែមាន2 3នាក់ដើរតាមមានអ្នក3គាត់មកប្រគេនលោក3យកដាក់កៅអីទៅអាស្អីមិនអីអាផ្អែកអាប៉ៅអ៊ីអាផ្អែកចឹងប្រគេនលោកហើយចឹងចប់ដល់3ដាក់ឡានទៅវិញទៀតទៅហើយគាត់ដើរមកជួនបើថាគាត់មកពេញគាត់ចូលវត្តទាំងមឿងក៏ចូលវត្តប្រាសាទវត្តស្លារឹមក៏ចូលវត្តប្រាសាទនាងខ្មៅក៏ចូលហើយបានឡើងភ្នំសោបាត់គូទៅវិញហ្មងនេះសបាត់គូទៀតនឹងបញ្ចប់ទៅវិញហ្មងនឹងអញ្ចឹងចម្រើនពរញាតិញោមទាំងអស់គ្នាណានឹងយកចិត្តទុកដាក់ធ្វើបុណ្យជូនម៉ែប៉ុណ្ណឹងទៅឲ្យសពគាត់បូជាអីបញ្ចុះញោមយកបញ្ចុះណាអូវត្តមានដីគាត់ហ្នឹងហ៎ហ្នឹងហើយបញ្ចុះអូធ្វើឲ្យអស់ហើយហ្នឹងហើយបាទអញ្ចឹងហ៎អូ20A នឹងគាត់ចូល20A អញ្ចឹងហ្នឹងហើយអីគាត់បើសុខចិត្តគាត់ចេញយកដីធ្វើពហិអ្នកខ្លះគាត់ដីគាត់សពម៉ែឲ្យចេញយកដីលក់ជឿមានទេញោមមែនទេអ្នកនិយាយស្មាននិយាយតាមអ្នកដែលគាត់មានតាកាលពីស្នាប់ទៅយកម៉ែឲ្យបញ្ចុះមកជួជុំគ្នាដល់ទៅពេលវាត្រូវហុងស៊ុយចិនដើរទិញដីគាត់ខ្មោចម៉ែអត់នេះយកដាក់ណានេះអញញ៉ៃអញ្ចឹងបើអាត្មាគិតអាតាំងនៅរស់អញ្ចឹងគេបាក់ចឹងងប់ដល់ងាប់ទៅដេកបានមួយឆ្នាំគេមកគាស់ទៀតអញ្ចឹងញោមរកកន្លែងដាក់ឲ្យល្អសមរម្យណាញោមដាក់អញ្ចឹងទៅវាស្រួលដែរខែរដូវខែបុណ្យខែទៀនអីយើងមុនប្រសងបាំងស្គរបាំងអីទៅល្អហើយហ្នឹងហើយអាហ្នឹងគេមានមកតោគេមានទ្រព្យគេអាចមានលុយធ្វើចែកដីឲ្យមកអូគេបានណាញាតិញោមខ្លះអត់ទេរកតាក្រេដេកប្រាប់ខ្លួនឯងមួយអត់មានផងនៅរស់រាល់ថ្ងៃញោមខ្លះមានក្រេទៅជួញោមហ្នឹងហើយលោកជួយនេះចូលរួមមួយគ្នាហ្នឹងហើយអាហ្នឹងតាមហ្នឹងទៅបើលោកអត់លុយដែរស្រួលហ្នឹងអញ្ចឹងជំរាបពរញាតិញោមទាំងអស់គ្នាណាប៉ុណ្ណឹងចាំមិនបានវេឆ្ងាយគាត់មកទីប៉ុណ្ណឹងចុះព្រោះស្អែកនៅមានធម្មកថាទៀតណាញាតិញោមហើយស្អែកព្រះអង្គគ្រូផិនពុទ្ធីនិងលោកអ្នកចេះអ្នកដឹងអាត្មានេះទីបន្តិចទួចប៉ុណ្ណឹងទេញាតិញោមស្ដាប់យល់មិនយល់អីសុំទោសណាញាតិញោមហ្នឹងហើយអនុមោទនីគេលោកប៉ះពាល់សម្ដានទឹកចិត្តទឹកកតីកន្លែងណាមួយសូមអធិស្ឋានហើយណាមួយបញ្ញាប់ទៅពលានយន្តហោះផងមិនមែនទៅឡើងយន្តហោះឲ្យជូនគេឡើងយន្តហោះប្រហែលខែហ្នឹងជូនឡើងឲ្យទៅទទួលជូនឡើងឲ្យទៅទទួលដល់ទៅពេលខ្លួនឯងសុភាអត់ដែរជាប់មិនហ្នឹងហើយចឹងបានតែប៉ុណ្្នឹងទេប៉ុនអាត្មាហើយអ្នកចាំទទួលអ្នកចាំអីនៅនោះច្រើនគ្នាហ្នឹងហើយចឹងជំរឿនពរញាតិញោមជាស្រីប៉ុណ្ណឹងចុះការសម្ដែងធម៌ឲ្យមុននឹងបញ្ចប់ដល់សុំទៅកសោផលប៉ុនជូនចំពោះដំណួរវិញ្ញាណខណ្ឌរបស់បាសិកាខាត់ជំនៀងនឹងគាត់បានបែកកាយរំលែកខណ្ឌពីលោកយើងនេះទៅកាន់នាងលោកប្រមុខហើយនោះក៏សូមបុណ្យកុសលកូនចៅប្រុសស្រីញាតិមិត្តទាំងអស់គ្នាបានធ្វើនៅក្នុងពេលវេលាថ្ងៃនេះនិងពេលវេលាថ្ងៃស្អែករហូតបញ្ចប់កម្មវិធីបុណ្យកុសលបុណ្យកុសលទាំងអស់នេះតាមជួយញាតិញោមដំណួរវិញ្ញាណខណ្ឌរបស់ឧបាសិកាខាត់ជំនៀងបានទៅកាន់នៅក្នុងទីឋានសង្ឃគួរសុគតិភពកំបីអខានលអនុមោទនី